ជាការរៀបចំទេតែជាការផ្សាយផ្ទាល់ពិតៗ 100%ខ្ញុំបន់ឲ្យតែមានសាកសពមនុស្សនៅមុខបងទេជាផ្ទះដែលគ្មានអ្នកផ្សេងណាម្នាក់ចង់ទៅនឹងគ្មានសូម្បីតែអ្នកហ៊ានរំលឹកបលឹងខ្មាច់ហាមនាងមិនឲ្យមកមែនទេគ្មានអ្នកណាអាចចេញទៅវិញរួចឡើយគ្រូអាគមសូមចាក់ចេញពីភពមនុស្សហើយត្រឡប់ទៅកន្លែងដើមនាងវិញតើទ្វារបើកមិនចេញទេរយជនតោកយ៉ានឹងមានបន្ទុកធ្ងន់100ជាងមកខ្ញុំនឹងធ្វើឲ្យដល់ទីបញ្ចប់